សម្រាប់មុខម្ហូបមួយមុខនេះគឺថាពោពេញដោយស្នាមញញឹមតែម្ដងបងប្អូនបន្ទាប់ពីអត់ស្រួលខ្លួនផ្ដាសាយមួយថ្ងៃជប់គ្នាមកថ្ងៃហ្នឹងក៏ចង់ធ្វើរបៀបប្រភេទទឹកស៊ុបអីអញ្ចឹងបានហត់ក្តៅកលេចទៅមើលទឹកស៊ុបយើងគឺថាឡើងថ្លាហើយសំខាន់ណាស់តំណងខ្លាំងមែនតើបងប្អូនណាខ្ញុំកាត់វីដេអូនេះគឺថាឡើងឃ្លានម្ដងទៀតបាត់ហើយលក្ខណៈថាមួយជាតិមួយឆ្ងាញ់ហ្មងបើនិយាយពីអូនរតនៈខ្ញុំថ្ងៃនេះគឺថាសុំបែបកំឡោះស្រុកស្រែពាក់មួកផ្កាមួកអីអញ្ចឹងទៅអ៊ំពូមីងសម្រាប់មីសុំអាចារ្យនេះខ្ញុំញ៉ាំហើយគឺថាស្អាតដល់ល្ងាចតែម្ដងណាសម្រាប់គ្រឿងផ្សំផ្នែកសាច់បងប្អូនអាចដាក់តាមចំណូលចិត្តហើយយើងមានហេប៊ីជីហឺការ៉ុតថៃជាមួយនឹងគ្រឿងទេសយើងនេះបន្ថែមជាមួយស្លឹកខ្ទឹមជីវ៉ាន់ស៊ុយក្រូចឆ្មាផងដែរជាដំបូងខ្ញុំដាក់ដាំទឹកចោលទៅហើយខ្ញុំមកដាក់ថែមហេប៊ីជីហឺយើងឆ្លៀតពេលហ្នឹងក៏មិនច្រាមជាមួយនឹងខ្ទឹមសយើងឲ្យហើយផងដែរខ្វះបានទេជាមួយខ្ទឹមសនេះបន្ទាប់ពីច្រាមហើយខ្ញុំមកកាត់ជាមួយនឹងតៅហ៊ូយើងជាដុំតូចល្មមអញ្ចឹងទៅបន្ថែមជាមួយនឹងឈាមជ្រូកផងដែរបងប្អូនចូលចិត្តខាងមែនតែនខ្ញុំមកហើយចំពោះបន្លែវិញខ្ញុំមានការ៉ុតជាមួយនឹងថៃនិយាយទៅទស្សនិកជនណារងចាំញ៉ាំមកបងប្អូនអង្គុយយករឹងឡើងតំណងហ្មងចំពោះខ្ទឹមបារាំងហើយខ្ទឹមសខ្ញុំដាក់ម្លឹងវាមួយភេងឆាឲ្យឡើងឈ្ងុយបន្តិចបានខ្ញុំដាក់ជាមួយនឹងទឹកស៊ុបយើងបន្ថែមជាមួយនឹងគល់ស្លឹកខ្ទឹមក៏ដូចជាគល់ជីវ៉ាន់ស៊ុយផងដែរពេលយើងដាក់ហើយខ្ញុំក៏ឆ្លៀតមកជៀនជាមួយនឹងតៅហ៊ូយើងកលេចមកមើលទឹកស៊ុបខ្ញុំដាក់សាច់ចូលរួមជាមួយហេប៊ីយឺហឺយើងហើយដាក់គ្រឿងទេសចូលមានដូចជាម្សៅស៊ុបខ្នុរបងប្អូនថ្ងៃនេះខ្ញុំចង់ឲ្យតន់ពេលវេលាបងប្អូនអញ្ចឹងក៏ប្រើចក្រាន2ហ្មងធ្វើនេះបន្តិចអញ្ចឹងទៅឆាប់ហើយសម្រាប់គ្រឿងទេសដែលខ្ញុំបង់ក្នុងទឹកស៊ុបហ្នឹងមានអំបិលស្ករប៊ីចេងយើងនឹងឯងជាពិសេសបន្ថែមជាមួយនឹងដុំស៊ុបខ្នុរចំនួន2ដុំផងដែរបានដាក់អញ្ចឹងទៅនិយាយពីថាធ្វើឲ្យទឹកស៊ុបយើងកាន់តែជាតិឆ្ងាញ់ខ្លាំងបន្ទាប់ពីជៀនតៅហ៊ូបានឡើងស្រួយគ្រៀមល្អហើយហ្នឹងខ្ញុំចាប់ផ្ដើមសងចេញហើយដាក់ម្លីងជាមួយនឹងខ្ទឹមសយើងឲ្យឡើងក្រហមឈ្ងុយអញ្ចឹងទៅបងប្អូនបន្ទាប់ពីរំងាស់សាច់ឲ្យរៀងឡើងផុយទៀតខ្ញុំចាប់ផ្ដើមដាក់បន្លែចូលតែម្ដងជាពិសេសបន្ថែមជាមួយនឹងខ្ទឹមបំពងយើងនេះធ្វើឲ្យទឹកស៊ុបយើងកាន់តែឈ្ងុយជាតិឆ្ងាញ់ហ្មងរំងាស់មើលតែបន្លែឡើងផុយខ្ញុំចាប់ផ្ដើមដាក់ឈាមក៏ដូចជាមួយតៅហ៊ូយើងចូលតែម្ដងសម្រាប់រសជាតិបងប្អូនអាចភ្លក់តាមដែលយើងចូលចិត្តបានប៉ុន្តែគ្រឿងទេសដែលខ្ញុំដាក់ហ្នឹងគឺថាល្មមជាតិឆ្ងាញ់តែម្ដងអត់មានថែមទឹកត្រីអីផ្សេងទៀតទេសម្រាប់ថ្ងៃនេះខ្ញុំដាក់ជាមួយនឹងមីពងមាន់ផងដែរបងប្អូននិយាយទៅដាក់នេះបែងចែកគ្នាមួយអូនរតនៈម្នាក់មួយចានហ្មងសម្រាប់ទឹកស៊ុបយើងវិញបើបានរំងាស់កាន់តែយូរកាន់តែចូលចិត្តគ្នាឆ្ងាញ់ហ្មងដាក់រំងាស់មើលតែឈាមតែឡើងលើបែបនេះបានន័យថាឆ្អិនហើយបងប្អូននិយាយទៅគ្រាន់តែឃើញគឺថាខ្ញុំនឹកឃ្លានម្ដងទៀតបាត់ហើយតែចៃដន្យណាទឹកស៊ុបនឹងអស់លីងបន្ទាប់ពីយើងដួសដាក់ចានហើយនឹងបន្ថែមជាមួយនឹងស្លឹកខ្ទឹមក៏ដូចជាស្លឹកជីវ៉ាន់ស៊ុយជាពិសេសខ្ទឹមដែលយើងបំពងហើយនឹងបងប្អូនទឹកសៀងម្រេចអីហ្នឹងកុំចោលកាន់តែជាតិឆ្ងាញ់ហ្មងដាក់ម្ទេសឆាអស់ចិត្តបន្ថែមជាមួយនឹងម្ទេសជ្រក់ទៀតនិយាយទៅប្រភេទទឹកស៊ុបកាទៀវអីនេះត្រូវជាមួយនឹងម្ទេសឆាម្ទេសជ្រក់អីអញ្ចឹងហ្មងណាដល់ពេលយើងច្របល់គ្រឿងទាំងអស់ចូលគ្នាហើយតំណងមែនតើហ្មងបងប្អូនឯងបាទមួយទៅសាយមីមិនពិបាកខាងទៀងស្វិតអីទេគឺថាផុយល្អមែនតើក្រត់ឡើងផ្អែមហ្មងណាសំខាន់ទឹកស៊ុបខ្ញុំថ្ងៃនេះមានតាំងពីឈាមជ្រូកមានតាំងពីតៅហ៊ូទៀតសម្រាប់វីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាមានខុសឆ្គងត្រង់ណាក៏សូមការអធិស្ឋានពីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរជូនពរបងប្អូនមានសុខភាពល្អតែណាម្នាក់សូមឲ្យមានសុខសុវត្ថិភាពជាពិសេសរកស៊ីទទួលទានមានបានអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ